បងប្អូនទាំងអស់គ្នាគឺសុទ្ធតែបានដឹងហើយថាថៃគឺបានបំផ្លាញរូបស័ក្តិរបស់ខ្មែរយើងហើយវីដេអូហ្នឹងគឺជាការប៉ັດមិនមែនជា AI នោះទេរដ្ឋាភិបាលថៃគឺបានធ្វើការប្រកាសដោយខ្លួនឯងរួចហើយថាគេពិតជាបានបំផ្លាញប៉ັດមែនហើយព័ត៌មាននេះវាក៏បានផ្អើលនៅក្នុងប្រទេសឥណ្ឌាគេបានធ្វើការចុះផ្សាយពេញនឹងតែម្ដងដោយគេបាននិយាយថាទង្វើនេះគឺជាការមិនគោរពខ្លាំងបំផុតព័ត៌មានពីប្រទេសសិង្ហបុរីគេក៏បានចុះផ្សាយថាទីតាំងរូបសំណាកហ្នឹងគឺនៅក្នុងដីខ្មែរនៅក្នុងខេត្តព្រះវិហារដែលវាបានចូលជម្រៅ400ម៉ែត្រឯណោះវាមិនមែននៅកន្លែងបន្តព្រំដែនអ្វីផងនេះមានន័យថាប្រទេសថៃប្រហែលជាបានចូលកាន់កាប់ទឹកដីកន្លែងហ្នឹងហើយពេលនេះខ្ញុំសូមប្រាប់បងប្អូនជារូបភាពធំដែលបងប្អូនភាគច្រើនមិនបានគិតដល់អំពីវាផងនិងមិនបានពិចារណាអំពីវាផងក្នុងរយៈពេល5ឆ្នាំដល់10ឆ្នាំខាងមុខទៀតវានឹងអាចមានរឿងអាក្រក់ខ្លាំងកើតឡើងចំពោះប្រទេសកម្ពុជារបស់ពួកយើងប្រសិនបើប្រព័ន្ធសកលភាវូបនីយកម្មដែលមួយពិភពលោកយើងកំពុងតែមានសពថ្ងៃនេះវារលាយបាត់នោះប្រទេសកម្ពុជានឹងបាត់ប្រទេសតែម្ដងហើយយើងនឹងនៅសល់ទឹកដីត្រឹមតែបន្តិចបន្តួចតែប៉ុណ្ណោះសកលភាវូបនីយកម្មដែលយើងកំពុងតែមាននេះវានឹងទៅបាត់ប្រសិនបើចិនបានឈ្នះលើសហរដ្ឋអាមេរិកទៅលើសង្គ្រាមតៃវ៉ាន់ដល់ពេលនោះមួយពិភពលោកនឹងបែកបាក់វានឹងលែងមានការធ្វើពាណិជ្ជកម្មរវាងមួយពិភពលោកទូលំទូលាយដូចមុនទៀតហើយដល់ពេលនោះប្រទេសថៃនឹងឆ្លៀតឱកាសចូលដៃចូលជើងជាមួយនឹងចិនដើម្បីលេបត្របាក់ប្រទេសកម្ពុជាហើយនឹងចូលទៅផ្ដួលទីក្រុងភ្នំពេញតែម្ដងតើហេតុអ្វីទៅបានជាយើងអាចនិយាយបែបនេះបានពីព្រោះតែរឿងបែបនេះវាធ្លាប់បានកើតឡើងម្ដងរួចមកហើយកាលពីឆ្នាំ1942កាលនោះប្រទេសថៃបានចូលដៃចូលជើងជាមួយនឹងប្រទេសជប៉ុនហើយថៃយកបានខេត្តសៀមរាបខេត្តស្ទឹងត្រែងនិងខេត្តបាត់ដំបងតែជាអកុសលសម្រាប់ប្រទេសថៃវិញព្រោះតែប្រទេសជប៉ុនបានចាញ់សង្គ្រាមហើយថៃក៏ត្រូវតែបង្ខំចិត្តប្រកល់ខេត្តទាំង3ទៅឲ្យប្រទេសបារាំងវិញបងប្អូនកុំភ្លេចកាលពីឆ្នាំនោះប្រទេសកម្ពុជាយើងគឺបារាំងជាអ្នកកាន់កាប់តាមមតិរបស់ខ្ញុំប្រសិនបើមានសង្គ្រាមរវាងចិនជាមួយនឹងសហរដ្ឋអាមេរិកទៅលើរឿងតៃវ៉ាន់ពិតមែននៅក្នុងឆ្នាំ2030ទៅ2035នោះប្រវត្តិសាស្ត្រច្រំដែលវានឹងកើតឡើងម្ដងទៀតប៉ុន្តែលើកនេះវានឹងសាហាវខ្លាំងជាងពីមុនគេនឹងមិនទុកឲ្យអ្នកភ្នំពេញឬខ្លួនទេលើកនេះគេនឹងចាប់នៅពេលនេះយើងគឺមានជំរឿតែពីរទេទី1នៅតែបន្តដើរលើផ្លូវដោយសពថ្ងៃនេះដដែលហើយច្បាប់ធម្មជាតិនឹងដាក់មកលើយើងអ្នកដែលខ្លាំងគឺនឹងលើត្របាក់អ្នកដែលខ្សោយទី2ធ្វើការកំណែតម្រង់ប្រទេសនិងការរួបរวมជាតិដែលខ្ញុំធ្លាប់បាននិយាយនៅភាគទី469វីដេអូនឹងនៅក្នុង YouTube ប្រើការទូតដើម្បីទិញពេលវេលាត្រូវតែរត់ទៅរកពួកលោកខាងលិចដើម្បីទទួលបានសិទ្ធិក្នុងការទិញគ្រឿងអាវុធទំនើបពីពួកគេត្រូវតែធ្វើឲ្យខ្មាំងសត្រូវបានដឹងថាបើអ្នកមកប៉ះកម្ពុជាគឺយើងនឹងទៅជាមួយគ្នាមិនទៅតែម្ខាងទៀតទេ